ក្របអង្គដែលកិនចេញមកគឺស្អាតស្រឡូនដូចអង្គដែលច្រកបាវលក់តែម្ដងបាទជំរាបសួរពុកម៉ែបងប្អូនសម្រាប់អ្នកដែលគាត់មានតម្រូវការប្រើប្រាស់ជាមួយនឹងម៉ូទ័រកិនស្រូវពូប្រភេទរែងគ្រោះហើយនឹងរែងផ្កាស្មៅខាងក្រោមបងពូប្រភេទនេះដែរកិនអង្គចេញមកស្អាតបងសម្រាប់ប្លោះនេះដែរគឺជាប្លោះធ្លាក់អង្គដើមបងហើយមានគៀនខាងនេះដែរគឺជាកន្លែងដែលធ្លាក់អង្គ3កណាត់បងហើយខាងក្រោមផុតនេះគឺជាកន្លែងដែលធ្លាក់ចុងអង្គបងសម្រាប់តៅខាងលើនេះគឺជាកន្លែងដែលចាក់ស្រូវកញ្ច្រែងខាងក្រោមនេះគឺជាកញ្ច្រែងរែងគ្រោះហើយនឹងកតិកទីធំជាងស្រូវតាមហ្នឹងបងកំប៉ុងមូលនេះគឺជាកំប៉ុងដែលផ្លុំកតុចេញកតុហើយនឹងចុងអង្គតាមហ្នឹងយកខាងក្រោមនេះគឺជាធ្លាក់កន្លែងធ្លាក់កតិកទីធំជាងស្រូវបងដែលកញ្ច្រែងរែងពីលើមកហ្នឹងធ្លាក់ចូលតាមប្លោះហ្នឹងប្លោះខាងចំហៀងនេះគឺជាកន្លែងដែលធ្លាក់ដីបងឲ្យតែកតិកទីទូចជាងស្រូវធ្លាក់មកតាមប្លោះហ្នឹងត្បាល់ខាងក្រោមនេះគឺជាត្បាល់វាយកតុបងហើយសម្រាប់យើងចង់វាយកតុដាក់ពួកប្រភេទស្រូវឬក៏កតុដែលកិនចេញមកដែលវាមិនទាន់ម៉ត់ហ្នឹងអាកំប៉ុងហ្នឹងផ្លុំចេញមកអត់ទាន់ម៉ត់ហ្នឹងយើងអាចយកចាក់ចូលខាងក្រោយហ្នឹងមកទៅជាកតុម៉ត់ទាំងអស់ហើយបងហើយសម្រាប់បងដែលមានចំណាប់អារម្មណ៍អីអាចតាក់ទងតាមលេខទូរស័ព្ទនៅលើ profile បានបង068 53ដើម400បាទអរគុណបង